សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឌីអូតូស៊ីថ្ងៃនេះដែរខ្ញុំនឹងមកសម្រាយនៅភាពបន្តនៃរឿងអ្នកដឹកជញ្ជូនមកពីមូរិនបន្តទៀតបន្ទាប់ពីភ្ញៀវចេញអស់កាងស៊ូក៏បានប្រើប្រាស់ក្បាច់គុណបញ្ជាធាតុទឹកដើម្បីសម្អាតតុនិងកម្រាលឥដ្ឋក្នុងហាងយ៉ាងស្ទាត់ជំនាញកាងស៊ូបានសម្លឹងមើលលទ្ធផលការងាររបស់ខ្លួនរួចគិតក្នុងចិត្តថាទោះវានៅតែមិនទាន់ស្អាតឥតខ្ចោះក៏ប៉ុន្តែនៅតែគ្រាន់បើដែរគេបាននឹកឃើញដល់អ្នកខ្លាំងទាំងពីររូបអំបញ្ញមិញនោះរួចគិតក្នុងចិត្តថាខ្ញុំត្រូវតែរៀនសូត្រពីពិភពលោកមួយនេះយឺតតាមសម្រួលមិនចាំបាច់ប្រញាប់នោះទេតែទោះបីជាយ៉ាងណាក៏ដោយគេនៅតែមានចម្ងល់ចំពោះពាក្យថា Awakener ដែលសុនថេបាននិយាយអំបញ្ញមិញខ្លាំងណាស់កាងស៊ូឈរគិតយ៉ាងជ្រៅនៅក្នុងហាងស្រាប់តែមានសម្លេងអ្វីម្យ៉ាងបានពន្លឺឡើងយ៉ាងខ្លាំងពីក្រៅហាងវូម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 នៅពេលនោះដែរកាងស៊ូក៏បានងាកទៅរកប្រភពសម្លេងមួយនោះទាំងការប្រុងប្រយ័ត្នបំផុតគេបានឧទាននៅក្នុងចិត្តថាតើសម្លេងក្រហមដ៏គួរឲ្យខ្លាចមួយនេះវាចេញមកពីពិភពកន្លែងណាដែរហើយនៅពេលនោះដែរកាងស៊ូក៏បានប្រញាប់រត់ចេញពីក្រៅហាងភ្លាមស្រាប់តែឃើញសុនថេមកដល់ល្មមសុនថេញញឹមយ៉ាងស្រស់រួចនិយាយទៅកាន់កាងស៊ូថាមកដល់ល្មមកាងស៊ូខ្ញុំកំពុងតែចង់ហៅឯងមកមើលរបស់នេះល្មមសុនថេកំពុងឈរចិត្តរបស់ម្យ៉ាងដែលកាងស៊ូមិនដែលឃើញពីមុនមកវាមើលទៅរលើបរលោមនិងរឹងមាំខ្លាំងណាស់សុនថេបានប្រទេសនាមថានេះគឺជាអ្វីដែលគេហៅថាម៉ូតូឯងច្បាស់ជាត្រូវការវាដើម្បីយកទៅដឹកជញ្ជូនអាហារមិនខានកាងស៊ូបានសម្លឹងមើលម៉ូតូទាំងការភាំងគេបានគិតក្នុងចិត្តថានេះគឺជាសត្វចម្លែកដែកមែនទេសុនថេបានបន្តទៀតថាដើម្បីជិះរបស់នេះបានឯងត្រូវតែត្រៀមខ្លួនឲ្យបានល្អព្រោះវាមិនមែនជារឿងលេងសើចនោះទេមុនដំបូងឯងត្រូវតែសាំនឹងវាជាមុនសិនសុនថេនិយាយទាំងភាពជឿជាក់ភ្លាមនោះសុនថេក៏បានបោះមួកសុវត្ថិភាពឲ្យកាងស៊ូពាក់ហើយកាងស៊ូក៏បានចាប់វាជាប់រួចសួរទាំងចម្ងល់ថាតើរបស់នេះគឺជាអ្វីទៅសុនថេតបវិញយ៉ាងរហ័សវាគឺជាមួកសុវត្ថិភាពសម្រាប់ការពារក្បាលឯងនោះអីម៉ូតូនេះវាលឿនខ្លាំងណាស់ដូច្នេះឯងត្រូវតែមានរបស់ការពារខ្លួនបែបនេះហើយកាងស៊ូបានសម្លឹងមើលមួកក្នុងដៃរួចគិតក្នុងចិត្តថារបស់ក្នុងដៃនេះមើលទៅហាក់បីដូចជាមួករបស់កងទ័ពសេះដែលខ្ញុំធ្លាប់ឃើញអញ្ចឹងកាងស៊ូចាប់ផ្ដើមពាក់មួកមួយនោះយឺតគេមានអារម្មណ៍ថាខ្លួនឯងកំពុងតែត្រៀមខ្លួនចេញទៅធ្វើសឹកសង្គ្រាមអញ្ចឹងសុនថេឃើញកាងស៊ូពាក់មួករួចរាល់ក៏ប្រាប់ថាអូខេបើឯងរួចរាល់ហើយឡើងមកអង្គុយពីក្រោយខ្ញុំមកកាងស៊ូឡើងជិះពីក្រោយសុនថេទាំងចិត្តរំភើបផងបារម្ភផងអារម្មណ៍នេះដូចជាកំពុងជិះកូនសេះតូចអញ្ចឹងសុនថេចាប់ផ្ដើមរោម៉ាស៊ីនរួចប្រាប់ថាទោះវាដូចជាសេះក៏ប៉ុន្តែល្បឿនរបស់វាលឿនជាងសេះរាប់សិបដងទៀតដូចនេះហើយកុំភ័យភ្ញាក់ផ្អើយណាសុនថេស្រែកប្រាប់កាងស៊ូថាត្រៀមខ្លួនឲ្យស្រួលចាប់ឲ្យណែនគេនឹងចេញដំណើរហើយណាម៉ូតូស្ទុះទៅមុខយ៉ាងល្បឿនលឿនអស្ចារ្យធ្វើឲ្យកាងស៊ូស្រែកក្នុងចិត្តថាអាយ៉ាល្បឿនពិតជាលឿនមិនធម្មតាមែនកាងស៊ូបាននឹកឃើញដល់គ្រាដំបូងដែលខ្លួនមកដល់ពិភពលោកមួយនេះគេធ្លាប់ច្រឡំបន្ទប់ទឹកជាមួយនឹងអណ្ដូងដែលនៅពេលនោះគេកំពុងតែរៀនគ្រប់គ្រងសេះដែកនេះទៅហើយសេះដែកហ្នឹងកាងស៊ូសម្ដៅទៅលើម៉ូតូសុនថេបានបន្តបើកដប់កាងស៊ូយ៉ាងលឿនកាត់តាមដងផ្លូវក្នុងទីក្រុងក្នុងចិត្តកាងស៊ូលួចរអ៊ូថាតើរបស់នេះវាមិនយឺតពេកទេអីហើយសំឡេងវាទៀតសោតក៏ឮខ្លាំងរំខានដល់ត្រចៀកខ្លាំងណាស់ហើយគេគិតក្នុងចិត្តទៀតថាបើខ្ញុំប្រើក្បាច់គុណរត់លើអាកាសវិញប្រហែលជាលឿនជាងជិះអាសេះដែកនេះទៅទៀតមិនយូរប៉ុន្មានសុនថេក៏បាននាំកាងស៊ូមកឈប់មុខអាគារដ៏ខ្ពស់ស្កឹមស្កៃមួយកន្លែងសុនថេបានបញ្យល់ថានៅទីនេះគឺជាអាគារ W ដែលមានម៉ួយរបស់ពួកយើងរស់នៅច្រើនខ្លាំងណាស់ដូច្នេះហើយឯងត្រូវតែមកទីនេះឲ្យបានញឹកញាប់ណាកាងស៊ូបានសម្លឹងមើលអាគារមួយនោះរួចសួរទាំងចម្ងល់ថាសុនថេតើឯងមិនបានប្រាប់ខ្ញុំទេអីថានៅទីនេះគឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតដែលមានពពួកបិសាចចេញមកកាងស៊ូក៏សួរបន្តទៀតថាចុះហេតុអ្វីបានជាមនុស្សម្នានៅតែបន្តរស់នៅកន្លែងដ៏គ្រោះថ្នាក់បំផុតបែបនេះទៅវិញសុនថេបានដកដង្ហើមធំរួចគិតដល់ការពី25ឆ្នាំមុននៅពេលដែលពួកបិសាចចាប់ផ្ដើមចេញមកលុកលុយពិភពលោកយើងដំបូងនៅការនោះពិភពលោកទាំងមូលហាក់បីដូចជាគ្មានសុវត្ថិភាពសម្រាប់មនុស្សជាតិតតែសោះតែក្រោយមកមនុស្សក៏បានរកឃើញនៅវិធីប្រើប្រាស់ធម្មពលចេញពីគ្រាប់ម៉ាណា
ដើម្បីបង្កើតជារបាំងការពារអគារពីពួកបិសាចកាស៊ូក៏បានកាត់សម្ដីសួរថាតើអាក្របម៉ាណាដែលឯងនិយាយអំបីមិញនេះវាគឺជាអ្វីទៅសុនថេបានប្រាប់ថាវាគឺជាត្បូងម្យ៉ាងដែលមានថាមពលខ្លាំងក្លាខ្លាំងណាស់ដែលគេរកឃើញនៅក្នុងសាកសពរបស់ពពួកបិសាចដោយសារតែថាមពលដ៏មហិមារបស់វាមនុស្សបានយកវាធ្វើជាប្រភពថាមពលជំនួសដើម្បីអភិវឌ្ឍបច្ចេកវិទ្យាឲ្យកាន់តែទំនើបទៅបន្ទាប់ពីនិយាយគ្នារួចសុនថេក៏បានយកភេសជ្ជៈមួយកំប៉ុងពណ៌ក្រហមម្យ៉ាងចេញមកវាគឺជាភេសជ្ជៈម្យ៉ាងដែលគេឲ្យឈ្មោះថាកូកាកូឡាបគេបានហុចវាឲ្យទៅកាន់កាំងស៊ូទាំងញញឹមកាំងស៊ូឯងស្រែកទឹកទេសាររបស់នេះតិចមើលគ្រាន់តែសុនថេបើកំពុងឮសំឡេងភ្លាមធ្វើឲ្យកាំងស៊ូភ្ញាក់ផ្អើលយ៉ាងខ្លាំងកាំងស៊ូបានសួរថាតើសំឡេងនេះគឺជាសំឡេងអ្វីទៅសុនថេសើចរួចធានាថារសជាតិរបស់វាគឺប្លែកដែលឯងមិនដែលធ្លាប់ឃើញពីមុនមកជឿជាក់លើខ្ញុំមើលកាំងស៊ូស្ទាក់ស្ទើរតែនៅពេលដែលគេនឹកឃើញដល់រសជាតិមីខ្មៅដ៏គួរឲ្យឆ្ងាញ់មួយនោះគេក៏បានដាច់ចិត្តលើកំប៉ុងនោះមកភ្លក់សាក់មើលគ្រាន់តែទឹកកូកាកូឡាបបានធ្លាក់ចូលក្នុងមាត់ភ្លាមកាំងស៊ូភ្ញាក់រឺតវាដូចទៅនឹងមានរន្ទះបាញ់ក្នុងខ្លួនអញ្ចឹងគេបានឧទានក្នុងចិត្តថារសជាតិនេះសូម្បីតែឱសថថ្នាំទេពនៅក្នុងពិភពលោករបស់គេមិនអាចប្រៀបប្រដូចបាននោះដែរវាផ្អែមស្រស់ស្រាយហើយជ្រាបចូលដល់ក្នុងក្រពះដូចជាការយល់ដឹងពីក្បាច់កូដថ្មីមកបោកបក់ក្នុងខួរក្បាលអញ្ចឹងសុនថេបានសោកយ៉ាងសប្បាយរួចប្រាប់ថាមិនត្រឹមតែឆ្ងាញ់នោះទេវាអាចជួយរំលាយអាហារឲ្យបានល្អផងដែរធ្វើឲ្យកាំងស៊ូរាន់មាត់ថារបស់នេះពិតជាល្អអស្ចារ្យខ្លាំងណាស់បន្ទាប់ពីពួកគេទាំងពីរនាក់សម្រាកបាត់ហត់ហើយសុនថេក៏បានបបួលត្រឡប់ទៅវិញតោះពួកយើងសម្រាកគ្រាន់បើហើយត្រឡប់ទៅវិញអត់កាំងស៊ូសម្លឹងមើលម៉ូតូរួចសួរទៅកាន់សុនថេទាំងចម្ងល់ថាសុនថេតើវាចាំបាច់ណាស់មែនទេតែត្រូវជិះអាសេះដែកមួយនេះដើម្បីដឹកជញ្ជូនអាហារសុនថេងាកមកបញ្យល់ថាតាមពិតទៅវាមានពិធីសាស្ត្រផ្សេងដែរតែគ្មានអ្វីដែលអាចទៅដល់ផ្លូវតូចៗបានលឿនជាងម៉ូតូនោះឡើយស្រាប់តែកាំងស៊ូនិយាយពាក្យដែលធ្វើឲ្យសុនថេស្ទើរតែធ្លាក់ពីលើម៉ូតូទៅហើយគេបាននិយាយថាចុះបើគេដឹកអាហារជំនួសដោយការរត់វិញទៅមិនទៅសុនថេស្រែកទាំងការហួសចិត្តថាស្អីគេទេឯងចង់រត់ដឹកអាហារមែនសុនថេបានព្យាយាមបញ្យល់ថាបើដឹកឲ្យគេយឺតមីនឹងរឹងអស់ហើយរសជាតិក៏មិនឆ្ងាញ់ដែរហើយអតិថិជននឹងច្បាស់ជាខឹងឯងមិនខានកាំងស៊ូបានលើកមេដាយរួចតបទាំងភាពជឿជាក់ថាកុំបារម្ភពេកអីព្រោះល្បឿនរបស់ខ្ញុំលឿនជាងម៉ូតូរបស់ឯងឆ្ងាយខ្លាំងណាស់សុនថេភាំងស្មារតីរួចគិតក្នុងចិត្តថាបើផ្អែកលើអ្វីដែលខ្ញុំបានឃើញបើកាំងស៊ូពិតជាអ្នកខ្លាំងកម្រិតខ្ពស់មែននោះវាក៏អាចទៅរួចដែរហើយទីបំផុតសុនថេក៏បានយល់ព្រមហើយប្រាប់ថាបើឯងជឿជាក់ដល់ថ្នាក់នឹងទៅហើយតើសាកល្បងដែរអត់សុនថេបានសួរបញ្ជាក់ទៅកាន់កាំងស៊ូថាតើឯងនៅចាំផ្លូវទៅហាងរបស់យើងបានអត់កាំងស៊ូតបទាំងភាពជឿជាក់ថាជាការពិតណាស់ខ្ញុំនៅចាំខ្លាំងណាស់ហើយទឹកមុខរបស់កាំងស៊ូមើលទៅពោពេញទៅដោយភាពជឿជាក់និងមានមហិច្ឆតាខ្លាំងណាស់សុនថេបានដាក់លក្ខខណ្ឌការប្រកួតប្រជែងភ្លាមអញ្ចឹងបើឯងរត់ឯខ្ញុំវិញជិះម៉ូតូតើយើងទាំងពីរនាក់តើអ្នកណាមកដល់ហាងមុនសុនថេបន្តថាបើឯងរត់ទៅដល់ហាងមុនខ្ញុំនឹងអនុញ្ញាតឲ្យឯងដឹកជញ្ជូនអាហារដោយមិនបាច់ប្រើម៉ូតូឡើយសុនថេបានរៀបចំមួកសុវត្ថិភាពនិងបានរោម៉ាស៊ីនតើឯងរួចរាល់ហើយឬនៅសុនថេបានបើកម៉ូតូស្ទុះទៅមុខយ៉ាងលឿនទុកឲ្យកាំងស៊ូត្រៀមបញ្ចេញក្បាច់គុណមកពីមូរិនរបស់គេដើម្បីប្រកួតប្រជែងល្បឿនជាមួយម៉ាស៊ីនម៉ូតូមួយនោះហ្នឹងហើយអ្នកទាំងអស់គ្នាឥឡូវខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្្នឹងសិនហើយជួបគ្នាជាមួយខ្ញុំបាទ DOTC នៅភាគបន្តថ្ងៃបន្តជាមួយខ្ញុំ DOTC ជម្រាបលាហើយខ្ញុំពិតជាសុំទោសអ្នកនរគ្នាខ្លាំងមែនតើដែលបានចេញវីដេអូហើយបូកវីដេអូចូលគ្នាដើម្បីផុសដោយសារពីខ្ញុំជាប់ប្រឡងឆុំមីហ៎អញ្ចឹងទៅតខ្ញុំប្រឡងចប់ឥឡូវហ្នឹងអាទិត្យហ្នឹងខ្ញុំកំពុងតែប្រឡងហើយក៏បានឆ្លៀតនៅធ្វើវីដេអូមួយឲ្យអ្នកនរគ្នាដែរអញ្ចឹងពីខ្ញុំបាទ DOTC ម្ដងទៀតបាយបាយ